ការងារពង្រឹងសមត្ថភាពសមត្ថកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពកិច្ចការងារនេះគឺទាមទារឲ្យយើងឈប់ហើយយើងវាយតម្លៃប៉ុន្តែក្រសួងស្ថាប័នយើងបានធ្វើការកែតម្រង់ជាប់ជាប្រចាំហើយបានខិតខំកែសម្រួលជាពិសេសដំណាក់កាលមុនដែលយើងបោះឆ្នោតចូលក្នុងដំណាក់កាលអន្តរកាលនៃការសមានរណកម្មធំហើយការកែតម្រង់ជាបន្តប៉ុន្តែយើងក៏ត្រូវមានពេលមួយដែលយើងអាចឈប់បន្តិចមើលរួមតែម្ដងកន្លងទៅក្រសួងស្ថាប័នមួយគឺមានការឈប់វាយតម្លៃរៀងៗខ្លួនបាទនេះឡានប៉ុណ្ណឹងកំពុងតែបើកទៅមុខអត់មានអីប្រឆាំងបញ្ហាប៉ុន្តែឥឡូវចូលឆែកតិចសិនតើយើងអាចធ្វើអីបន្ថែមទៀតដើម្បីពង្រឹងឲ្យស្របតាមទិសដៅនិងស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនៃសំណុំពរភារកិច្ចបច្ចុប្បន្នហើយកិច្ចការងារនេះខ្ញុំបានតាំងពីដើមអាណត្តិយើងបានប្រកាសជាអាទិភាពធំដើម្បីយើងពិនិត្យមើលដើម្បីអីដើម្បីដោយខ្ញុំនិយាយនឹងធានានៅប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋបន្ថែមទៀតដើម្បីយើងរួមគ្នាធ្វើតែម្ដងបាទឲ្យមានការឯកភាពគ្នាជារដ្ឋាភិបាលដើម្បីឲ្យយើងរួមគ្នានៅក្នុងការគិតគូរអំពីការដើរទៅមុខយ៉ាងណាកន្លែងណាដែលមានបញ្ហាយើងជួសជុលកន្លែងណាដែលល្អហើយយើងពង្រឹងបន្ថែមកន្លែងណាដែលមិនទាន់មានយើងត្រូវរៀបចំយ៉ាងម៉េចដើម្បីស្របព្រោះចង្ការរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នរបស់យើងរៀបចំមក10-20ឆ្នាំហើយកាលនោះអត់ទាន់មាន digital អត់ទាន់មានប្រព័ន្ធ e-government អត់ទាន់មាន AI ទៅត្រូវចូលមកទេឯកសារប្រើដៃទាំងអស់ឥឡូវវាចាប់ផ្ដើមអញ្ចឹងការកំណែតម្រង់នេះមិនមែនតែរចនាសម្ព័ន្ធកែតម្រង់ទាំងរបៀបរបបការងារលំហូរការងារកែសម្រួលពិនិត្យទាំងការគ្រប់គ្រងមន្ត្រីពួកឯកសារជាងកាលណាកាលមុននីតិវិធីរបស់យើងត្រូវការឯកសារ20មុខឥឡូវយើងកាត់ត្រឹមតែ10មុខហើយ digital ទៀតអញ្ចឹងត្រូវមានស្ថាប័នដែលទទួលខុសត្រូវមានអង្គភាពត្រូវមានសមត្ថភាពសម្រាប់កិច្ចការនេះអញ្ចឹងការរៀបចំនេះគឺជាកិច្ចការដែលសំខាន់ហើយត្រូវធ្វើយើងមានអភិក្រមដែលត្រូវធ្វើដោយអាដាមហ៊ុនម៉ាណីបានលើកអភិក្រមទី1ពង្រឹងជាជាងពង្រីកទី2រៀបចំផ្ទះឲ្យរៀបរយបាទអភិក្រមពង្រឹងជាជាងពង្រីកគឺពិនិត្យទៅលើរចនាសម្ព័ន្ធអង្គភាពកែសម្រួលយ៉ាងណាកុំឲ្យប៉ោងកុំឲ្យជាប់គ្នាសម្រួលតួនាទីភារកិច្ចយ៉ាងណាបង្រួមហើយករណីណាដែលត្រូវរៀបចំធ្វើយ៉ាងណាឲ្យបានល្អការរៀបចំផ្ទះឲ្យរៀបរយគឺការរៀបចំពិនិត្យនិងការពង្រាយមន្ត្រីការកុំឲ្យជាន់តួនាទីការងាររបស់ក្រសួងស្ថាប័នរបស់យើងកិច្ចការងារនេះមិនមែនជាកិច្ចការដែលកម្ពុជាកំពុងតែធ្វើទេប៉ុន្តែអភិក្រមខុសគ្នាឥឡូវឯកឧត្តមលោកជំទាវអានដឹងហើយគ្រាន់តែទៅឆ្នាំទៅនេះមានប្រទេសដែលខ្ញុំឲ្យស្រង់យ៉ាងហើយ6ប្រទេសដែលធ្វើការកំណែតម្រង់រដ្ឋបាលសាធារណៈហើយជាប្រទេសមហាអំណាចមិនមែនប្រទេសតូចតាចប្រទេសដែលសេដ្ឋកិច្ចខ្ពស់ជាងយើងប្រទេស6មុននឹងឈានដល់អភិក្រមរបស់យើងមើលអភិក្រមនៃការកែតម្រង់ប្រទេសធំជាងគេគឺអាមេរិករដ្ឋបាលរបស់គាត់និយាយថាប្រទេសប្រសិទ្ធភាពថាប្រទេសមហាអំណាចមួយគាត់បង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយមហាសេដ្ឋីអ៊ីឡុនបោះក្នុងរយៈពេលជាង1ខែនេះគឺបានកាត់ជាង20,000មន្ត្រីរួចទៅហើយស្ថាប័នឥឡូវគ្រោងពិចារណាក្នុងការលុបចោលក្រសួងអប់រំមួយទៀតថ្នាក់សហព័ន្ធទុកឲ្យមន្ត្រីអប់រំធ្វើការជាមួយនឹងរដ្ឋការងារបន្តនេះជាគម្រោងអង់គ្លេសទៅប្រកាសប្រមាណថ្ងៃមុនកាត់បន្ថយអង្គភាពក្រោមស្ថាប័នសេវាជាតិសុខភាពជាតិគឺ National Health Service កាត់50% ប្រាប់តែម្ដងស្អែកមិនបាច់មកធ្វើការ
ចប់13000 ទៅ 6000 ពាក់កណ្ដាលចោលអាមេរិក200000 នាក់ស្អែកមិនបាច់មកធ្វើការចប់ហើយប៉ាគីស្ថានរដ្ឋាភិបាលសហព័ន្ធគ្រោងកាត់មន្ត្រី150,000 នាក់150,000 កន្លែងចឹងបង្រួមស្ដាប់ម៉ាឡេស៊ីលុប3ក្រសួងកែសម្រួល5ក្រសួងបង្រួម7ក្រសួងដាក់មន្ត្រីចូលនិវត្តន៍មុនកំណត់ 30,000 នាក់ជាងវៀតណាមកាត់បន្ថយ30ក្រសួងស្ថាប័នមក22ថ្នាក់ជាតិកែសម្រួលថ្នាក់ក្រោមជាតិក្រុងគោលដៅកាត់បន្ថយមន្ត្រី10,000 នាក់ហើយក្រុងលុបស្រុកចោលតែម្ដងទុកតែឃុំហើយខេត្តកាត់មួយថ្នាក់ចោលតែម្ដងអាហ្សង់ទីនក្រុង70000 នាក់ឥឡូវកាត់ជាង30,000នៅក្រុង70000 នាក់ប្រទេសទាំងអស់នេះយកអភិក្រមបង្រួមដើម្បីពង្រឹងអានេះបទពិសោធន៍ប្រទេសផ្សេងគឺបង្រួមដើម្បីពង្រឹងកាត់តែម្ដងពាក់កណ្ដាលចោលតែម្ដងដើម្បីពង្រឹងឥឡូវសួរថាកម្ពុជាយកអភិក្រមដែរកម្ពុជាយើងមាន model ខុសពីប្រទេសគេឯករាជ្យភាពរបស់យើងផ្អែកទៅលើប្រសិទ្ធភាពក្រសួងស្ថាប័នប្រសិទ្ធភាពនៃការកំណែតម្រង់ប្រទេសមួយគឺមានភាពខុសគ្នាប្រទេសដែលខ្ញុំលើកគឺប្រទេសដែលកំពុងតែធ្វើបច្ចុប្បន្ននេះប៉ុន្តែក៏មានរូបមន្តប្រទេសផ្សេងទៀតក៏មានការរៀបចំពង្រឹងពីពុទ្ធអញ្ចឹងវិធីសាស្ត្រនិងអភិក្រមរបស់កម្ពុជាដែលខ្ញុំនិយាយគឺពង្រឹងជាជាងពង្រីកយើងអត់បង្រួមដើម្បីពង្រឹងទេព្រោះដោយសារមានកត្តាមួយចំនួនចាប់ខ្ញុំបញ្ជាក់យើងយកអភិក្រមនេះពង្រឹងជាជាងពង្រីកនៅក្នុងរយៈពេល1ឆ្នាំជាងនេះយើងបានទី1គឺទប់ស្កាត់នៅក្នុងការពង្រីកនៅក្នុងវិស័យមួយចំនួនដែលមិនទាន់ចាំបាច់លើកលែងតែអប់រំសុខាភិបាលហើយកសិកម្មមួយចំនួនភាគច្រើនផែនការឆ្លាប់ចាស់នៅក្នុងការពង្រីកមន្ត្រីតាក់ទងទៅនឹងរចនាសម្ព័ន្ធគឺមិនឲ្យពង្រីកលើសពីអ្វីដែលយើងមានបណ្ឌិតផ្ទះរបស់យើងបង្រួមឬមួយក៏ពង្រឹងដែលមានស្រាប់កែសម្រួលមួយចំនួនហើយបើសិនជាត្រូវការរៀបចំបន្ថែមត្រូវធ្វើយ៉ាងណាតុល្យភាពរវាងការអ្វីដែលយើងកាត់បន្ថយបង្រួមហើយនឹងសូបថ្មីនេះឲ្យវាបើន័យថាអត់រីកប៉ោងបន្ថែមទេផ្ទះខ្ញុំប្រាប់ថាយករូបមន្តផ្ទះកុំធ្វើយ៉ាបន្ថែមម៉ោងស្មើនេះទុកនៅខាងក្រៅយ៉ាងម៉េចចឹងរៀបចំខាងក្នុងព្រោះពេលដែលមុខងារសាធារណៈចុះទៅជួបក្រសួងសាធារណៈនីមួយៗគឺសុំធ្វើយ៉ាបន្ថែមទាំងអស់សុំតម្លើងកន្លែងនេះទៅជាចេះសុំតម្លើងសុំពង្រីកសុំបង្កើតកំពុងតែអត់មានអញ្ចឹងទាល់តែការងារចាំបាច់យ៉ាងណាពង្រឹងអីពង្រឹងស្ថាប័ននិងប្រសិទ្ធភាពនៅក្នុងការបង្កើនការងារជួយផ្ដល់សេវាសាធារណៈនិងការងារជំនាញរបស់ខ្លួនអញ្ចឹងពង្រឹងជាជាងពង្រីកនេះយើងមិនធ្វើក្របខ័ណ្ឌថ្នាក់ជាតិដែលថាត្រូវកាត់ក្រសួងកាត់អីនោះទេក្រសួងស្ថាប័នយើងនៅរក្សាដែរតែយើងពង្រឹងថ្នាក់ក្រសួងស្ថាប័នក្រសួងស្ថាប័ននីមួយៗត្រូវធ្វើការវិភាគមុខងារកែសម្រួលហើយកន្លងមកនេះខ្ញុំបានឃើញក្រសួងមួយចំនួនដែលបានធ្វើហើយយើងបានឆ្លងក្រសួងអប់រំចំនួនគាត់កាត់បន្ថយបង្រួមនយោបាយកថាមួយចំនួននយោបាយកថាខ្លះបង្កើតទៅអត់មានមនុស្សហើយអត់ដើរទេគ្រាន់តែមានក្បាលម៉ាស៊ីនចឹងកាត់ចោលឬបង្រួមមុខងារជាមួយនឹងនយោបាយកថាណាមួយទៀតដើម្បីធ្វើការងារកន្លែងខ្លះដែលកំពុងតែកើនហើយសន្ទុះខ្លាំងដែលជាអតិភិបត្រូវបង្កើនទម្ងន់អញ្ចឹងមានការស្នើសុំតឡើងជាអគ្គនាយកភាគច្រើនយើងបដិសេធមិនឲ្យទៅប៉ុន្តែក្នុងករណីដែលថាមានតម្រូវការចាំបាច់ឧទាហរណ៍ថាអត់មាននយោបាយកថាណាផ្សេងធ្វើការងារនឹងទេដោយពីមុនពេលដែលរៀបចំមុនអត់មានរឿងបច្ចេកវិទ្យានឹងទេត្រូវមានបង្កើនកាត់តែការបង្កើនថ្មីនេះត្រូវមានកាត់កងកន្លែងណាអត់មានឲ្យធ្វើយ៉ាបន្ថែមទេបាទហើយត្រូវចាំបាច់បំផុតមិនមែនបង្កើតដើម្បីបង្កើតតែដោយសារ
យើងមានមន្ត្រីត្រូវលើកទឹកចិត្តហើយអត់មានប្រអប់ឲ្យគាត់ខ្ញុំសូមបង្កើតប្រអប់មួយឲ្យគាត់អត់បានទេកុំកាត់ជើងតម្រូវស្បែកជើងហើយនេះជាអភិក្រមដែលយើងបានធ្វើក្នុងមួយឆ្នាំជាងនេះហើយក្រសួងមុខងារសាធារណៈរត់មកប្រាប់ខ្ញុំរហូតពីរឿងសតិអារម្មណ៍តែខ្ញុំសូមថាការយល់ដើម្បីយើងរស់ទាំងអស់គ្នាយើងមិនប្រើអភិក្រមបង្រួមដើម្បីពង្រឹងទេតែយ៉ាងហោចណាស់យើងត្រូវពង្រឹងជាជាងពង្រីកនៅអ្វីដែលមានស្រាប់ធ្វើឲ្យបានល្អមានតើអ្នកលើកយោបល់ឲ្យខ្ញុំជាពិសេសពេលដែលខ្ញុំថ្ងៃមុននោះចុះទៅខេត្តកំពង់ធំនាំរដ្ឋមន្ត្រី3កសិកម្មអភិវឌ្ឍជនបទនិងទុនធានទឹកមានអ្នកលើកយោបល់ឲ្យខ្ញុំសម្ដេចបរួម3នឹងជាមួយគ្នាទៅខ្ញុំថាឥឡូវរបៀបរបបកម្ពុជាផ្សេងយើងរក្សានិងពង្រឹង3នេះសម្រួលភារកិច្ចឲ្យសហការគ្នាឲ្យច្រើនឲ្យរឹងមាំឲ្យប្រសិទ្ធភាពល្អរួមគ្នាធ្វើទៅបាទយើងអត់យកដូចខ្ញុំនិយាយដូចតែប្រទេសប្រមាណដែលលើកបង្រួមដើម្បីពង្រឹងតែយើងត្រូវមានការអភិក្រមមួយដែលតាមរបៀបយើងប៉ុន្តែយើងត្រូវធ្វើមិនធំទេប៉ុន្តែយើងត្រូវហ៊ានទទួលខុសត្រូវយើងត្រូវកែសម្រួលផ្ទៃក្នុងឲ្យមើលខ្លួនឯងខ្ញុំដឹងថាមានការលំបាកជាពិសេសអ្នកនៅផ្ទាល់គឺប្រឈមជាមួយនឹងទស្សនៈខុសគ្នាហើយភាគច្រើនការកំណែតម្រង់មិនស្រួលទេហើយដោយអាដាមហ៊ុនម៉ាណីបានលើកនេះអ្វីពាក្យ4ដែលខ្ញុំបានលើកនេះគឺវាផ្អែកទៅលើបទពិសោធន៍របស់ខ្ញុំនៅកងទ័ពគ្មានកំណែតម្រង់ណាមួយដែលងាយស្រួលទេប៉ុន្តែជោគជ័យវាត្រូវការកត្តា4ទី1គឺចក្ខុវិស័យច្បាស់លាស់ថាតើយើងកំណែតម្រង់ដើម្បីអីដើម្បីបង្ហាញថាយើងបានធ្វើទេកែតម្រង់ដើម្បីធានាប្រសិទ្ធភាពឲ្យកាន់តែខ្ពស់រយៈពេលវែងពិតណាស់ហើយទី2ត្រូវការការគេថាបដិញ្ញាចិត្តខ្ពស់ខ្ញុំអាសានិយាយបើសិនជាយកស្ករគ្រាប់ទៅឲ្យក្មេងមនុស្ស10នាក់ស្ម័គ្រចិត្តទៅទាំង10ព្រោះយកទៅក្មេងស្រឡាញ់ប៉ុន្តែបើក្មេងហូបហើយក្តៅខ្លួនទៅយកថ្នាំល្វីមួយទៅឲ្យគាត់សួរថាប្រមាណអ្នកចង់ទៅអត់ងាយទេជាងការទៅខ្លួនឯងព្រោះខ្លាចក្មេងកូនខឹងយើងស្អប់យើងប៉ុន្តែបើយើងមិនឲ្យថ្នាំខ្លះល្វីងទៅគាត់ថ្នាំផ្អែមអត់ប្រសិទ្ធភាពយើងត្រូវខ្លះប៉ុន្តែយើងក៏ត្រូវគិតពីសុខភាពពីកិច្ចការរបស់គាត់យល់ពីទៅផ្ដល់ការយោគយល់ផ្ដល់នៅគេថាតម្លៃទៅដល់បុគ្គលប៉ុន្តែយើងក៏ត្រូវគិតឲ្យមានតុល្យភាពជាមួយនឹងផលប្រយោជន៍រួមដោះស្រាយបែបណាត្រូវមានការបដិញ្ញាចិត្តខ្ពស់ហើយនេះហើយបានជាយើងគិតគូរបែបនេះបានយើងមិនយកអភិក្រមបង្រួមដើម្បីពង្រឹងដោយប្រទេសខ្លះយើងយកពង្រឹងជាជាងពង្រីកដើម្បីពង្រឹងថែរក្សាមានកែសម្រួលតាមការចាំបាច់ហើយប្រើប្រាស់អ្វីដែលយើងបានមានឲ្យកាន់តែមានប្រសិទ្ធភាពទី3ត្រូវមានការចូលរួមទាំងអស់គ្នាហើយនេះហើយបានជាខ្ញុំធ្វើជាប្រធានគណៈកម្មការពួកខ្ញុំនឹងត្រូវជាទម្ងន់នឹងទទួលខុសត្រូវទៅលើកិច្ចការនេះបាទពួកខ្ញុំដឹងអ្នកនៅផ្ទាល់ឪពុកម្ដាយផ្ទាល់មានកិច្ចការត្រូវបញ្យល់ទៅហើយយើងមិនមែនទៅងើបឡើងគឺថាយកអ្នកណាមកទៅដល់ប្រាប់ថាឥឡូវអត់ទេមើលតែល្អកពី3មិនបាច់ទៅពីគ្រោះយោបល់ជាមួយទេសម្រាប់ចិត្តនយោបាយដាក់ផាំងទៅហើយចាំទៅធ្វើកិច្ចការរបស់យើងការសម្រេចចិត្តជានយោបាយត្រូវតែធ្វើការកំណែតម្រង់ត្រូវធ្វើការពង្រឹងស្ថាប័នត្រូវតែយកអភិក្រមដើម្បីពង្រីកប៉ុន្តែនីតិវិធីត្រូវមានការគិតគូរនិងពិគ្រោះយោបល់ទៅលើដើម្បីរកដំណោះស្រាយរួមគ្នា